ខ្ញុំបានឃើញម្ដាយរបស់ខ្ញុំត្រូវគេចាប់រំលោភជនដៃដល់គឺជាជនជាតិចិនដែលជាមេខ្យល់គាត់ថែមទាំងកូរ៉េខាងជើងគឺជាប្រទេសដែលមិនអាចស្មានដល់បានមានទូរទស្សន៍ដែលមានផ្សាយតែមួយប៉ុស្តិ៍ប៉ុណ្ណោះហើយក៏គ្មានអ៊ីនធឺណិតប្រើប្រាស់ដែរពួកយើងគ្មានសេរីភាពក្នុងការច្រៀងនិយាយពាក់សម្លៀកបំពាក់ឬគិតតាមអ្វីដែលយើងចង់បាននោះទេកូរ៉េខាងជើងគឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលប្រហារជីវិតមនុស្សត្រឹមតែរឿងទូរស័ព្ទទៅក្រៅប្រទេសដោយគ្មានការអនុញ្ញាតប្រជាជនកូរ៉េខាងជើងកំពុងតែរស់នៅក្រោមការភ័យខ្លាចនាពេលបច្ចុប្បន្ននេះពេលដែលខ្ញុំធំធាត់នៅកូរ៉េខាងជើងខ្ញុំមិនដែលបានឃើញរឿងស្នេហារវាងប្រុសនិងស្រីឡើយគ្មានសៀវភៅគ្មានបទចម្រៀងគ្មានសារព័ត៌មាននិងគ្មានភាពយន្តបែបស្នេហាទេគ្មានរឿងរ៉ូម៉ូអូនិងជូលៀតនោះទេរាល់រឿងរ៉ាវទាំងអស់សុទ្ធតែជាការឃោសនាដើម្បីលាងខួរក្បាលពួកយើងអំពីត្រកូលគីមដែលជាមេដឹកនាំផ្ដាច់ការខ្ញុំបានកើតក្នុងឆ្នាំ1993ហើយខ្ញុំត្រូវបានគេចាប់ពង្រត់តាំងពីពេលកើតមកម្លេះមុនពេលដែលខ្ញុំស្គាល់ពាក្យថាសេរីភាពឬសិទ្ធិមនុស្សទៅទៀតប្រជាជនកូរ៉េខាងជើងកំពុងតែប្រឹងប្រែងស្វែងរកនិងស្លាប់ដើម្បីសេរីភាពនៅពេលនេះពេលដែលខ្ញុំមានអាយុ9ឆ្នាំខ្ញុំបានឃើញម្ដាយរបស់មិត្តភក្តិខ្ញុំត្រូវបានគេប្រហារជីវិតជាសាធារណៈបទល្មើសរបស់គាត់គឺការមើលកុនហូលីវូដការបង្ហាញគំនិតថាអស្ចារ្យចំពោះរបបដឹកនាំអាចធ្វើឲ្យសមាជិកគ្រួសារទាំង3ជំនាន់ត្រូវចាប់ដាក់ពន្ធនាគារឬត្រូវប្រហារជីវិតពេលដែលខ្ញុំមានអាយុ4ឆ្នាំខ្ញុំត្រូវបានម្ដាយរបស់ខ្ញុំប្រាប់ថាមិនឲ្យសូម្បីតែខ្សឹបខ្សៀវព្រោះព្រៃឈើនិងសត្វអាចឮសំឡេងយើងបានខ្ញុំពិតជាជឿជាក់ថាមេដឹកនាំផ្ដាច់ការកូរ៉េខាងជើងអាចដឹងពីការគិតក្នុងចិត្តរបស់ខ្ញុំទៅទៀតឪពុករបស់ខ្ញុំបានស្លាប់នៅប្រទេសចិនបន្ទាប់ពីពួកយើងបានភៀសខ្លួនចេញពីកូរ៉េខាងជើងហើយខ្ញុំត្រូវកប់សពគាត់នៅពេលម៉ោង3ភ្លឺដោយលួចលាក់ពេលនោះខ្ញុំមានអាយុ14ឆ្នាំខ្ញុំមិនអាចសូម្បីតែយំព្រោះខ្ញុំខ្លាចគេបញ្ជូនខ្លួនត្រឡប់ទៅកូរ៉េខាងជើងវិញនៅថ្ងៃដែលខ្ញុំបានភៀសខ្លួនចេញពីកូរ៉េខាងជើងខ្ញុំបានឃើញម្ដាយរបស់ខ្ញុំត្រូវគេចាប់រំលោភជនដៃដល់គឺជាជនជាតិចិនដែលជាមេខ្យល់គាត់ថែមទាំងបានកំណត់គោលដៅមកលើរូបខ្ញុំផ្ទាល់ទៀតនៅពេលដែលខ្ញុំមានអាយុ13ឆ្នាំមានពាក្យចាស់មួយឃ្លានៅកូរ៉េខាងជើងបានពោលថាទោះបីជាពួកយើងជាស្ត្រីខ្សោយប៉ុន្តែម្ដាយគឺខ្លាំងក្លាណាស់ម្ដាយរបស់ខ្ញុំបានសុខចិត្តឲ្យគេរំលោភដើម្បីការពាររូបខ្ញុំជនភៀសខ្លួនកូរ៉េខាងជើងប្រហែល300,000 នាក់កំពុងប្រឈមនឹងគ្រោះថ្នាក់និងភាពរងគ្រោះនៅក្នុងប្រទេសចិន 70% នៃស្ត្រីនិងក្មេងស្រីវ័យជំទង់ជនជាតិកូរ៉េខាងជើងគឺរងគ្រោះថ្នាក់នឹងការបំពានដែលពេលខ្លះតម្លៃខ្លួនត្រូវគេលក់ក្នុងតម្លៃថោកត្រឹមតែ$200ប៉ុណ្ណោះពួកយើងបានដើរកាត់វាលខ្សាច់គូពីដោយពឹងផ្អែកលើត្រីវិស័យនិងនៅពេលដែលវាឈប់ដំណើរការពួកយើងបានដើរតាមដងផ្កាយដើម្បីស្វែងរកសេរីភាព